ចូលនឹកចាំពីក្រឹតវិន័យរបស់លោកម៉ូសេជាអ្នកបម្រើអញដែលអញបានបង្គាប់ដល់លោកនៅលើភ្នំហូរ៉េបសម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នាគឺអស់ទាំងក្រឹតក្រមនិងបញ្ញត្តិច្បាប់ទាំងប៉ុន្មាននោះចូលផ្ទៀងត្រចៀកស្ដាប់ពាក្យសម្ដីនៃមនុស្សដែលមានប្រាជ្ញាហើយផ្ចង់ចិត្តចំពោះដំណេះរបស់អញចុះត្បិតបើឯងរក្សាទុកសេចក្តីនោះនៅក្នុងខ្លួននោះសប្បាយហើយគឺបើសេចក្តីនោះស្ថិតនៅជាប់នឹងបបូរមាត់ឯងអញនឹងសម្ដែងឲ្យឯងដឹងសេចក្តីនោះនៅថ្ងៃនេះហើយដើម្បីឲ្យឯងបានទុកចិត្តដល់ព្រះយេហូវ៉ាមើលខ្ញុំរៀបនឹងមកឯអ្នករាល់គ្នាជាគម្រប់3លើកនេះហើយខ្ញុំក៏មិនអោយអ្នកណាព្រួយនឹងខ្ញុំទៀតត្បិតខ្ញុំមិនរកចង់បានរបស់ទ្រព្យអ្នករាល់គ្នាទេគឺរកតែខ្លួនអ្នករាល់គ្នាប៉ុណ្ណោះត្បិតមិនគួរឲ្យកូនចៅត្រូវប្រមូលទុកឲ្យឪពុកម្ដាយទេគឺឪពុកម្ដាយទេតើដែលត្រូវប្រមូលទុកឲ្យកូនវិញកូនដែលមានប្រាជ្ញារមែងស្ដាប់តាមដំបូន្មានរបស់ឪពុកតែមនុស្សចំអកមើលងាយមិនព្រមស្ដាប់តាមពាក្យបន្ទោសទេមនុស្សនឹងបានសេចក្តីល្អដោយសារផលដែលកើតពីមាត់មកតែប្រលឹងរបស់មនុស្សក្បត់នឹងបានតែសេចក្តីច្រឡោតវិញចូលគោរពប្រតិបត្តិឪពុកម្ដាយហើយចូលស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងក្មេងរាល់គ្នាអើយចូលស្ដាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអង្គម្ចាស់ត្បិតធ្វើដូច្នោះទើបបានត្រូវចូលគោរពប្រតិបត្តិដល់មាតាបិតាខ្លួននោះជាបញ្ញត្តិមុនដំបូងដែលជួបមានទាំងសេចក្តីសន្យាផងដើម្បីឲ្យឯងរាល់គ្នាបានសេចក្តីសុខហើយរស់នៅផែនដីជាយូរអង្វែងតទៅ